Sứt đây này khổ. Sứt đây chúng mình sư bớn. Cha này khổ ta nhom ai xong này khổ xong đồng khan này khổ xua bị bay sừng nổ bàn đấy này khổ. Cha bán. Cha ta con khi thực xa nơi sả anh trả chia sẻ first nhưng mà bởi vì xét khó play bị sả đợt tới này khổ. តកតងទៅនឹងកម្មវិធីសិក្សាចំណេះទូទៅខ្មែរនៅសាលាអន្តរជាតិ CAF មានលក្ខណៈពិសេសហើយនឹងលេចធ្លោមានចំណុចសំខាន់ច្រើនក៏ប៉ុន្តែខ្ញុំលើកចំណុចសំខាន់តែយើងមានទីពិសេសតកតងទៅនឹងកម្មវិធីចំណេះទូទៅខ្មែរគឺយើងមានជំរឿសសម្រាប់កូនសិស្សទី1មានតែកម្មវិធីចំណេះទូទៅខ្មែរពេញមកដែលសិស្សគាត់នឹងទទួលបានការសិក្សាស្របតាមកម្មវិធីរបស់ក្រសួងហើយមួយទៀតគឺកម្មវិធីភាសានិងវប្បធម៌គឺជាកម្មវិធីចំណេះទូទៅខ្មែរដែរក៏ប៉ុន្តែជាកម្មវិធីមួយដែលជួយដល់កូនសិស្សសាលាអន្តរជាតិឲ្យគាត់មានជំរឿសមួយដែលជួយឲ្យគាត់បានមកពេញនៅការសិក្សានៅក្នុងកម្មវិធីអន្តរជាតិយ៉ាងពេញលេញហើយមិន stress សម្រាប់គាត់អញ្ចឹងគោលដៅដែលអាណាព្យាបាលដែលគាត់ចង់បានការមួយដែលជួយឲ្យកូនសិស្សមានចេះមានការដែលប្រើប្រាស់ភាសាខ្មែរទោះបីគាត់រៀននៅសាលាអន្តរជាតិក៏ដោយក៏ប៉ុន្តែចង់ឲ្យគាត់នៅរក្សាចេះប្រើប្រាស់ភាសាខ្មែរទាំងការអានទាំងការសរសេរទាំងការទំនាក់ទំនងមួយដែលច្បាស់លាស់អញ្ចឹងអាណាព្យាបាលភាគច្រើនគឺយើងផ្ដល់ជាយោបល់ជូនគាត់អាចយកជំរឿសនៅការសិក្សាកម្មវិធីភាសានិងវប្បធម៌ព្រោះកម្មវិធីនេះនៅតែរក្សាឲ្យកូនសិស្សអន្តរជាតិអាចប្រើប្រាស់ភាសាខ្មែរបានយ៉ាងច្បាស់លាស់នេះគឺជាចំណុចសំខាន់ទៅលើកម្មវិធីសិក្សាចំណុចសំខាន់មួយទៀតតាក់ទងទៅនឹងកម្មវិធីចំណេះទូទៅខ្មែរយើងមានសៀវភៅផ្ទាល់ខ្លួនយើងអាចនិយាយថាជាសៀវភៅបំពន់ឬក៏សៀវភៅអត្ថបទដែលផ្នែកចំណេះទូទៅខ្មែរយើងបង្កើតឡើងដែលស្របជាមួយនឹងសៀវភៅរបស់ក្រសួងក្នុងការជួយឲ្យកូនសិស្សគាត់មានសៀវភៅផ្ទាល់ខ្លួនក្នុងការអនុវត្តកិច្ចការនៅក្នុងថ្នាក់រៀនផ្ទាល់ជាពិសេសពីកម្រិតបតីរហូតដល់វិទ្យាល័យគឺយើងមានសៀវភៅអនុវត្តផ្ទាល់នេះរួមផ្សំជាមួយនឹងកម្មវិធីដែលមាននៅក្នុងសភៅក្រសួងដែលយើងហៅថាសភៅគោលហើយចំណុចសំខាន់មួយទៀតអ្វីដែលរឹតតែពិសេសនៅក្នុងកម្មវិធីចំណេះទូទៅខ្មែរគ្រូដែលយើងជ្រើសរើសគាត់ជាគ្រូដែលមានសមត្ថភាពមានចំណេះដឹងនិងជំនាញពិសេសវិជ្ជាជីវៈដែលប្រកបដោយក្រមសីលធម៌ជាគោលនោះគឺជាអ្វីដែលសាលាផ្ដោតគឺគ្រូត្រូវតែមានវិជ្ជាជីវៈនិងក្រមសីលធម៌ដើម្បីជាគំរូទោះបីគាត់នៅក្នុងសាលាអន្តរជាតិជាសាលាស្តង់ដារហើយគ្រូក៏ត្រូវតែមានលក្ខណៈមួយដែលគាត់អាចមានសមត្ថភាពទាំងចំណេះដឹងទាំងជំនាញពិសេសការប្រើប្រាស់ជាមួយនឹងឧបករណ៍ទំនើបរបស់សាលាទោះបីជាផ្នែកចំណេះទូទៅខ្មែរក៏ដោយគ្រូត្រូវតែមានសមត្ថភាពនិងបទពិសោធន៍ទាំងអស់នោះក្នុងការជួយដល់សិស្សហើយជាពិសេសយើងគ្រូគាត់អាចបង្កើតមេរៀននៅលើ slide ក្នុងការទម្លាក់ចូលក្នុងថ្នាក់រៀនអនឡាញមិនមែនត្រឹមតែថ្នាក់រៀនផ្ទាល់ទេគឺគាត់អាចទម្លាក់មេរៀនដើម្បីឲ្យសិស្សធ្វើការស្វ័យសិក្សាបន្ថែមទៀតនេះជាចំណុចសំខាន់ហើយចំណុចដែលរឹតតែបន្ថែមល្អនៅទីនេះផ្នែកចំណេះទូទៅខ្មែរយើងមានកម្មវិធីមួយទៀតគឺអប់រំសីលធម៌កម្មវិធីអប់រំសីលធម៌នេះយើងបញ្ចូលក្នុងការដែលឲ្យគ្រូបានបង្រៀនសិស្សមិនមែនត្រឹមតែទ្រឹស្ដីទេគឺការអនុវត្តក្នុងនាមជាកូនល្អជាសិស្សល្អហើយនឹងជាពលរដ្ឋល្អថាតើគាត់ត្រូវយល់ពីអត្ថន័យនោះយ៉ាងម៉េចត្រូវមានការចូលរួមនឹងការអនុវត្តបែបណានេះគឺជាអ្វីដែលយើងបន្ថែមទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅខ្មែររបស់យើងផងដែរចាសូមអរគុណអ្នកគ្រូអញ្ចឹងសំណួរចុងក្រោយតើមានពាក្យមួយឃ្លាដែលនិយាយពីសិស្សនៃសាលាអន្តរជាតិ CAF First តើពាក្យមួយឃ្លានោះជាអីដែរអ្នកគ្រូប្រសិនបើឲ្យខ្ញុំនិយាយអំពីពាក្យមួយឃ្លាសម្រាប់កូនសិស្សសាលា CA នៅបទពិសោធន៍ដែលខ្ញុំបានមើលឃើញនៅការអភិវឌ្ឍរបស់គាត់ផ្ទាល់ខ្ញុំអាចនិយាយថាកូនសិស្សដែលរីកចម្រើននៅទីនេះគឺគាត់ជាធនធានមួយដ៏មានតម្លៃដែលយើងអាចនិយាយថាមានទំនុកចិត្តមានភាពទទួលខុសត្រូវនិងមានក្រមសីលធម៌ល្អអូខេអរគុណច្រើនជម្រាបលា